ឆ្នាំ2025រូបរាងក៏ថ្មីជាពិសេសគឺមានកាមេរ៉ាប្រភេទ360ទៀតជំរាបសួរបងប្អូនស្វាគមន៍សាជាថ្មីមកកាន់វីដេអូថ្មីរបស់ Camboto នៅក្នុងបទបង្ហាញមួយនេះផងដែរជាមួយនឹងរថយន្តលក្ខណៈគ្រួសារ 7KA របស់ក្រុមហ៊ុនជប៉ុន Isuzu គឺរថយន្ត Isuzu New X Series ថ្មីចុងក្រោយឆ្នាំ2025ដែលមានតម្លៃចាប់ពី $59,900 ហើយអ្វីពិសេសណាថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាតាក់ទងទៅនឹងចំណុចខុសគ្នាក៏ដូចជាការអភិវឌ្ឍបន្ថែមនិងចំណុចសំខាន់ៗដែលមានលើរថយន្ត Isuzu New X Series ថ្មីចុងក្រោយឆ្នាំ2025ចំណុចទី1ដែលបងប្អូនទាំងគ្នាទទួលបានតាក់ទងទៅនឹងឆ្នាំថ្មីឆ្នាំ2025ទៅលើរថយន្តលក្ខណៈគ្រួសារ 7KA Isuzu New X Series ថ្មីចុងក្រោយនេះគឺបងប្អូនទាំងគ្នាទទួលបាននៅតម្លៃដែលតម្លៃថ្មីនេះគឺមានតម្លៃចាប់ពី $59,900 ហើយបើតាក់ទងទៅនឹងរូបរាងដូចបងប្អូនទាំងគ្នាបានឃើញអញ្ចឹងគឺផ្នែកខាងមុខគឺផ្លាស់ប្ដូរតែម្ដងបាទឃើញថាតាក់ទាញខ្លាំងជាងមុនបណ្ឌិតជាងមុនមានសម្ព័ន្ធភាពជាងមុនកន្លែងដែលខុសនោះគឺតាក់ទងទៅនឹងប៉ាណានៅផ្នែកខាងមុខហើយលេងជាមួយនឹងរបានេះ highlight ជាមួយនឹងពណ៌បែបរៀងទឹកប្រាក់បាទកន្លែងនេះគឺស្អាតសំណុំជាគៀងក៏ផ្លាស់ប្ដូរដែរហើយជាពិសេសគឺតាក់ទងទៅនឹងអំពូល LED daytime running light ដែលជាភ្លើងលម្អពេលថ្ងៃណាការរចនារបស់គេគឺផ្លាស់ប្ដូរហើយកន្លែងនេះគឺស្អាតខ្លាំងតែម្ដងបន្ថែមពីនេះក៏អាចធ្វើការផ្លាស់ប្ដូរផងដែរទៅលើមុខងារភ្លើងសញ្ញោឬក៏ភ្លើងសុំផ្លូវសម្រាប់សំណុំជាគៀង LED ក៏ភ្លឺបានឆ្ងាយភ្លឺបានច្បាស់ល្អជាពិសេសគឺមានបំពាក់ជាមួយនឹងមុខងារទម្លាក់និងតម្លើងភ្លើង pha code ដោយស្វ័យប្រវត្តិតាក់ទងទៅនឹងអំពូលកាត់អាប់ក៏ប្រើប្រាស់នៅអំពូលប្រភេទ LED ហើយរួមជាមួយនឹងកន្លែងនេះវិញគឺតាក់ទងទៅនឹងលំហូរខ្យល់ហើយមិនត្រឹមតែជារថយន្តដែលអត់ចាញ់ខ្យល់ទេបាទលំហូរខ្យល់បានល្អក៏ខ្យល់នេះក៏យកមកស្អំជាមួយនឹងថាសកង់របស់យើងជួយឲ្យកង់របស់យើងក៏ត្រជាក់អញ្ចឹងរាល់ការបើកបររបស់បងប្អូនទាំងគ្នាគឺមានសុវត្ថិភាពហើយបើនិយាយអំពីផ្នែកខាងមុខនេះណាគឺតាក់ទាញខ្លាំងតែម្ដងសម្រាប់ខ្ញុំចូលមកដល់ផ្នែកចំហៀងបាទពេញរូបពេញរាងហើយតួក៏ខ្ពស់បាទទំហំថាសកង់ក៏ធំសម្រាប់ឆ្នាំថ្មីនេះទំហំថាសកង់នៅតែ20អ៊ីងដដែលហើយក៏ប៉ុន្តែបងប្អូនទាំងគ្នាប្រកាសជាចាប់អារម្មណ៍ដោយសារតែបានធ្វើការផ្លាស់ប្ដូរនៃការរចនាឲ្យកាន់តែមានសម្ព័ន្ធភាពនិងបណ្ឌិតភាពបន្ថែមបាទហើយគេ highlight ជាមួយនឹងពណ៌បាទនេះតាក់ទងនឹងថាសកង់ហើយក៏អត់ចោលផងដែរជាមួយនឹងកាងលម្អនៅផ្នែកខាងលើក៏ដូចជារូបរាងនៅផ្នែកចំហៀងនេះដូចទៅនឹងស៊េរីមុនផងដែរទេក៏ប៉ុន្តែអ្វីដែលផ្លាស់ប្ដូរដូចខ្ញុំបានបញ្ជាក់ចឹងគឺថាសកង់រចនាថ្មីសម្រាប់រូបរាងនៅផ្នែកខាងក្រោយនេះក៏បានធ្វើការអភិវឌ្ឍបន្ថែមផងដែរហើយលើកនេះគឺកាន់តែប្រណិតហើយទាន់សម័យកាលខ្លាំងមែនទែនគេលេងរៀងបិឆោតបន្តិចក៏ប៉ុន្តែសង្កត់ថាដូចផ្សារភ្ជាប់គ្នារវាងជាគៀងពីម្ខាងទៅម្ខាងចឹងហើយគេលេងមករៀងបែបរៀងខ្មៅរលើកលោងមើលទៅសង្កត់ថាដូចជាប្រភេទ Dark Edition ចឹងណាហើយគេបាន highlight ជាមួយនឹងកាំងលម្អនៅផ្នែកខាងក្រោមនេះកន្លែងនេះស្ពណ៌ខ្លាំងមែនទែនដោយសារតែពណ៌ខ្មៅរៀងរលើបរលោងហើយក៏បន្ថែមជាមួយនឹង sensor នៅផ្នែកខាងក្រោយផងដែរអញ្ចឹងតែនេះគឺជាចំណុចដែលបានធ្វើការផ្លាស់ប្ដូរនៅរូបរាងនៅផ្នែកខាងក្រៅក៏ប៉ុន្តែខ្ញុំនៅមានតាក់ទងទៅនឹងបទពិសោធន៍នៃការបើកបរក៏ដូចជាចំណាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាដែលបានធ្វើការអភិវឌ្ឍបន្ថែមក៏ដូចជាថ្មីសម្រាប់ model ឆ្នាំ2025នេះផងដែរអូខេមកទាំងនេះអញ្ចឹងជាក់ស្ដែងសម្រាប់ការរចនារូបរាងនៅផ្នែកខាងក្នុងក៏មានការអភិវឌ្ឍបន្ថែមនិងផ្លាស់ប្ដូរនិងបំពាក់ថ្មីផងដែរជាក់ស្ដែងដូចជាតាប្លូកៅអីពូកអីហ្នឹងគឺផ្លាស់ប្ដូរពណ៌ហើយក៏ប៉ុន្តែពូកស្បែកនេះគឺយើងនៅតែរក្សានៅបច្ចេកវិទ្យា Cool Matte គឺវាជួយសម្រួលដល់ខ្យល់ឲ្យត្រជាក់ក្នុងរបស់យើងហើយមួយវិញទៀតសម្រាប់តកុងនៅតែប្រើប្រាស់នៅប៊ូតុងបជាដោយថាមពលអេឡិចត្រូនិកបន្ទាប់មកទៀតតាក់ទងទៅនឹងកុងទ័របាទគឺផ្លាស់ប្ដូរមកប្រើនៅអេក្រង់កុងទ័រថ្មីទំហំ7អ៊ីងបែប Digital ហើយក៏ដូចជាអេក្រង់នេះទំហំ9អ៊ីងដដែលក៏ប៉ុន្តែមានបំពាក់ជាមួយមុខងារ Wireless Apple CarPlay និង Android Auto ហើយរាល់មុខងាររបស់ ADAS ក៏ដូចជាមុខងារដែលសំខាន់ហ្នឹងបាទគឺយើងអត់ពិបាកក្នុងការសេរីនៅលើដៃចង្កូតទៀតទេហើយនឹងមើលនៅលើអេក្រង់កុងទ័រទេក៏ប៉ុន្តែឥឡូវនេះដូរមកដាក់នៅលើអេក្រង់កំសាន្ត touch screen នេះដែលយើងអាចធ្វើការមើល
ហើយយើងអាចបញ្ជាបិទបើកទៅលើមុខងារទាំងអស់នឹងបានផងដែរអានេះនិយាយទៅបងប្អូនទាំងគ្នាប្រកាសជាមានបទពិសោធន៍ជាមួយនឹង Isuzu D-Max ចំនួនថ្មីដែលគាត់បានផ្លាស់ប្ដូរទៅជាប្រើជាទម្រង់បែបហ្នឹងអញ្ចឹងសម្រាប់រថយន្ត Isuzu Mu-X ហ្នឹងក៏បានផ្លាស់ប្ដូរមកដូចគ្នាផងដែរបាននៅលើអេក្រង់ទាំងអស់តែម្ដងបងប្អូនទាំងគ្នាបានឃើញហើយមួយទៀតចំណុចដែលពិសេសដែរសម្រាប់ឡានមួយនេះវាមិនថ្មីទេក៏ប៉ុន្តែនៅតែរក្សានៅទម្រង់ប្រភេទ dual mode គឺយើងអាចសេរីកម្រិតស្ថានភាពចែកដាច់ដល់ឡែកពីគ្នាផ្នែកខាងក្រៅហ្នឹងក៏មានផងដែរហើយមួយទៀតនៅផ្នែកខាងមុខនេះយើងមាន Type C ចំនួន1ហើយក៏ដូចជាភ្លើងកតុយបរិយបាទដែលយើងអាចត adapter ទៅអាចប្រើបានក៏ប៉ុន្តែនៅផ្នែកខាងក្រៅវិញក៏បានបន្ថែមរុន USB Type C រហូតដល់2គឺបានដកនៅដោយក្បាល3ដែលយើងយកប្រភពថាមពលយកមកប្រើសាក laptop ឬក៏អីទៅហើយវិញមួយទៀតដែលបានផ្ដល់នូវភាពងាយស្រួលសម្រាប់បងប្អូនទាំងគ្នាគឺក្លុបទ្វារនៅផ្នែកខាងក្រៅហ្នឹងដូចតែឆ្នាំចាស់ដែរទេគឺយើងគ្រាន់តែដើរចូលនៅពេលដែលយើងមានអីវ៉ាន់ស្ពីនសពងយើងមានសោនៅក្នុងកប៉ៅគ្រាន់តែដើរចូលហើយដើរចេញមកវិញ sensor ចាប់បានធ្វើការបើកក្លុបទ្វារនៅផ្នែកខាងក្រៅទៅពេលដែលយើងដាក់អីវ៉ាន់ហើយទ្វារនឹងធ្វើការបិទដោយឯងផងដែរលក្ខណៈពិសេសមួយទៀតដែលមើលទៅកាន់តែស្អាតកាន់តែ clean ហ្នឹងគឺនេះកន្លែង front dial ទៅនេះនៅមុខងារ auto hold ឡើងទាញដៃហើយមួយវិញទៀតតាក់ទងទៅនឹងមុខងារ capital ហ្នឹងក៏នៅតែរក្សាដដែលហើយគាត់ខ្ញុំចង់បញ្ជាក់ដែរថាសម្រាប់បាទ Raft Terrain Mode ហ្នឹងគឺវាជំនួយទៅលើឧបសគ្គផ្លូវដែរពិបាកដោយសារតែវាសិក្សាទៅលើបច្ចេកវិទ្យា AI សិក្សាទៅលើស្ថានភាពផ្លូវនៅពេលដែលយើងជួបឧបសគ្គដែរពិបាកខ្លាំងហើយនៅក្នុងផងដែរដូចខ្ញុំបានបញ្ជាក់ពីរូបរាងនៅផ្នែកខាងក្រៅអញ្ចឹងគឺតាក់ទងទៅនឹងកាមេរ៉ា360ដែលយើងអាចមើលឃើញក៏ដូចជារូបភាពលក្ខណៈ 3D ហើយជំនួយដល់ sensor អីហ្នឹងក៏យើងអាចដឹងបានផងដែរជាមួយនឹងឧបសគ្គគឺសិក្សាបានច្បាស់ហើយខ្ញុំសរសើរទៅលើកម្រិតច្បាស់នៃអេក្រង់កំសាន្តមួយនេះហើយក៏ដូចជាបង្ហាញនៅតាក់ទងទៅនឹងកាមេរ៉ា360ហ្នឹងគឺបានច្បាស់ល្អហើយមុំបត់នៃចកោគឺបានឃើញតែម្ដងហើយវាសិក្សាពីលេង graphic ឲ្យយើងបានដឹងពីចំណុចសុវត្ថិភាពផងដែរចំណុចមួយទៀតដែលមិនអាចខ្វះបានគឺតាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាពហើយប្រព័ន្ធសុវត្ថិភាពខ្ញុំសូមនិយាយអំពីមុខងារដែលសំខាន់គឺបច្ចេកវិទ្យា ADAS ដែលជំនួយដល់ការបើកបរអញ្ចឹងសម្រាប់ ADAS គឺដូចបានដឹងអញ្ចឹងឥឡូវនេះគឺផ្លាស់ប្ដូរដាក់មុខងារនៅលើអេក្រង់នេះអញ្ចឹងសម្រាប់ ADAS គឺមានមុខងារការពារការចាក់2គីឡូមុខងារនៅពេលដែលយើងអាយ៉ែថយក្រោយដែលយើងចេញពីចំណតហ្នឹងគឺវាបានបន្ថែមនៅមុខងារ Front Auto បាទអញ្ចឹង Front Auto នៅផ្នែកខាងក្រោយហើយមួយទៀតផ្ដល់សញ្ញាយើងនៅផ្នែកខាងមុខទៅពេលដែលយើងបាត់បង់ម្ចាស់ការក៏ apply នៅ Front Auto ឲ្យយើងដែរមាន Front Auto ទាំងផ្នែកខាងមុខនិង Front Auto ទាំងផ្នែកខាងក្រោយហើយចំណែកកញ្ចក់សងខាងហ្នឹងគឺមានមុខងារ Blind Spot Monitoring ហើយនៅក្នុងនោះផងដែរក៏អត់ចោលដែរនៅក្នុងកញ្ចក់សុវត្ថិភាពឆ្លាតវៃ ADAS ហ្នឹងក៏មានផងដែរជាមួយនឹងមុខងារទម្លាក់និងរំលងភ្លើង Fast Code ដោយស្វ័យប្រវត្តិ Auto High Beam បាទសម្រាប់សំណុំចង្កៀងនៅផ្នែកខាងមុខតាក់ទងទៅនឹងពងសុវត្ថិភាពអីមានមួយជុំឡានសម្រាប់ផ្ដល់ជូនសុវត្ថិភាពរាល់ការប៉ះទង្គិចជាយថាហេតុហើយក៏ដូចជាប្រព័ន្ធហ្វ្រាំងសុវត្ថិភាពជាច្រើនទៀតដែលមានបំពាក់សម្រាប់រថយន្តមួយនេះទាំងនេះគ្រាន់តែជាលក្ខណៈពិសេសត្រួសទេហើយក៏ដូចជាលក្ខណៈដែលបានធ្វើការអភិវឌ្ឍបន្ថែមនិងបំពាក់បន្ថែមជាមួយនឹងរថយន្តស៊េរីថ្មីឆ្នាំ2025ខុសពីឆ្នាំ2024ឥឡូវនេះបន្តជាមួយខ្ញុំទៅកាន់ការបើកបរសាកល្បងទាំងអស់គ្នាអូខេបងប្អូនទាំងនេះអញ្ចឹងសម្រាប់បទពិសោធន៍នៃការបើកបររបស់ខ្ញុំគិតថាតាក់ទងទៅនឹងប្រព័ន្ធជាក្រោមឃើញថាដំណើរការបានល្អដោយសារតែផ្នែកខាងមុខដូចយើងបានដឹងអញ្ចឹងគឺប្រើប្រាស់នៅស្លាបបញ្ជើឌុបលក្ខណៈឯករាជ្យតែម្ដងហើយនឹងផ្នែកខាងក្រោយគឺគេប្រើប្រាស់នៅប្រភេទ filing suspension សម្រាប់ការដឹកសម្រាប់ការបត់បែនផ្សេងៗផងដែរហើយចូលទៅដល់ថាមពលកម្លាំងម៉ាស៊ីនវិញខ្ញុំឃើញថាសន្ទុះល្បឿនគឺនៅតែស្ទុះបានល្អទី1គឺប្រើប្រាស់នៅម៉ាស៊ីន 3.0 គាត់ថាកម្រិតសន្សំចៃនៅតែមានដែរដូចជាក់ស្ដែងខ្ញុំជិះមកផ្លូវលបឿនលឿនផ្លូវអីនេះខ្ទង់ប្រហែលជា7លីត្រស្ដើងទេបាទដោយសារតែលបឿនក៏រៀងលឿនដែរអញ្ចឹងបើសិនជាប្រើទូទៅប្រហែលជាក្បែរ7លីត្រទេមើលទៅហើយមួយវិញទៀតសម្រាប់ម៉ាស៊ីននេះគឺវាជំនួយដោយ EVG Turbo ដែលវាជួយឲ្យម៉ាស៊ីនហ្នឹងគឺរត់បានល្អមែនតើអញ្ចឹងសម្រាប់ម៉ាស៊ីន Mazut 3.0 នេះគឺវាអាចផលិតកម្លាំងបាន190សេសហើយកម្លាំងរមុះរហូតដល់450 Nmការចេញចូលលេខហ្នឹងគឺ smooth ល្អដោយសារតែបានប្រើប្រាស់បច្ចេកវិទ្យា electronic ដូចទៅនឹង D-Max ផងដែរហើយសម្រាប់ប្រអប់លេខគឺ6វគ្គទាំងលេខដៃទាំងលេខអូតូបាទហើយដូចបានបញ្ជាក់អញ្ចឹងគឺចូលលេខបាន smooth ល្អហើយសន្ទុះល្បឿនគឺខ្លាំងហើយសន្សំចៃចូលមកដល់ចំណុចផាសុខភាពដែលខ្ញុំមើលឃើញខ្ញុំស្រឡាញ់មែនតើដោយសារតែសម្រាប់រថយន្តនេះគឺបានបន្ថែមនៅកាមេរ៉ា360ហ្នឹងគឺវាជំនួយដូចជាក់ស្ដែងខ្ញុំមកផ្លូវនេះគឺខ្ញុំពិបាកមើលមែនតើដោយសារតែឧបសគ្គផ្លូវយ៉ាងទូអញ្ចឹងទៅអញ្ចឹងយើងបានជំនួយអញ្ចឹងវាសុវត្ថិភាពលើការប្រើប្រាស់មែនតើជារួមសរុបមកវិញសម្រាប់ការប្រើប្រាស់នៅក្នុងថ្ងៃនេះជាបទពិសោធន៍មកឃើញថា
ជារថយន្តលក្ខណៈគ្រូសាម7កីដែលមានផាសុកភាពទំនុកចិត្តលើការប្រើប្រាស់ហើយក៏ដូចជាភាពមិនសមចៃផងដែរ Wow យ៉ាងណាដែលបងប្អូនទាំងគ្នាតាក់ទងទៅនឹងរូបរាងថ្មីក៏ដូចជាបច្ចេកវិទ្យាថ្មីៗដែលមានបំពាក់ទៅលើរថយន្ត Isuzu New X Series ថ្មីចុងក្រោយឆ្នាំ 2025 ដែលមានតម្លៃចាប់ពី $59,900 ដុល្លារ ហើយបងប្អូនទាំងគ្នាអាចរកទិញបាននៅ Isuzu Cambodia ទល់មុខពលានយន្តហោះអន្តរជាតិភ្នំពេញ បាទជាមួយនឹងផ្លូវសហព័ន្ធរុស្ស៊ីផ្ទាល់តែម្ដងឬក៏តាក់ទងតាមរយៈលេខទូរស័ព្ទដែលខ្ញុំនឹងដាក់នៅក្នុងវីដេអូមួយនេះផងដែរអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សូមជូនពរបងប្អូនទាំងគ្នាទទួលបាននូវសំណាងល្អនិងសុខភាពល្អពីខ្ញុំនិងក្រុមការងាររបស់ Cambodia ក៏ដូចជាទស្សនវិជ្ជាទាំងមូលពីឧទ្យានជាតិគិរីរម្យសូមអរគុណនិងសូមជម្រាបលា